កាលនោះពេលថ្ងៃឡើងម៉ែគាត់សម្រានថ្ងៃក្តៅផងចាគាត់សម្រានថ្ងៃខ្ញុំនឹកឃើញថាម៉ែគាត់សម្រានហើយក៏ខ្ញុំចេញដើរទៅលេងក្រៅអញ្ចឹងណាចាជំនាន់នឹងទៅលេងក្រៅកន្លែងដើមផ្លូវផ្ទះហ្នឹងគឺគេមានបឹងគេដាំផលិតដាំអីអញ្ចឹងទៅចាហើយខ្ញុំក៏ដើរទៅឃើញគេក្មេងៗធំជាងខ្ញុំហ្នឹងគេហែលទឹកដល់ពេលគេហែលទឹកចឹងនឹកឃើញចង់លេងទឹកដែរក៏ចង់គេដែរតែខ្លួនខ្ញុំនឹងអត់ចេះហែលទឹកទេហើយឃើញផ្កាផលិតនឹងស្អាតចង់បាននឹកឃើញថាផ្កាផលិតនឹងវាមិនជ្រៅណាស់ណាទេក៏ចុះរសៀទៅផុតជើងក៏លងទៅនឹកក្នុងចិត្តខ្លួនខ្ញុំហ្នឹងថាអូយមិនបែបមិនរស់ទេលងទឹកងាប់ហើយថ្ងៃនេះក៏ស្ទុះស្ទាមកក៏ឡើងមកដល់កន្លែងដីផុតងើបក្បាលពីទឹកមកវាផុតចឹងទៅណាហើយភ័យពេកក៏ស្ទុះមកលើគោកនឹកភ័យផងអផងហើយទៅដល់ផ្ទះវិញម៉ែថាមកពីណាខ្ញុំមកពីលេងទឹកម៉ែប៉ិនអត់ហ៊ាននិយាយប្រាប់ម៉ែថាខ្លួនឯងនឹងមរងលងទឹកទេអត់ហ៊ាននិយាយប្រាប់ទេខ្លាចម៉ែខឹងម៉ែវាយ